ជួយដល់លោកស្រីនាងកញ្ញាម្នាក់ម្ដងក៏ដូចជាបង្ហាញនៅសម្លេងថាព្រោះមិនទៅណាបើជាងព្រោះប៉ុណ្ណឹងហីចាចាប់ដើមពីនាងអត់ស្រីពីនសូមជើញបាទសូមជើញចានាងខ្ញុំអត់ស្រីពីនសូមជម្រាបសួរពុកម៉ែបងប្អូនចាជាបន្តទៀតចានាងខ្ញុំឆៃលីដាឡាញក៏សូមជម្រាបសួរដល់ពុកម៉ែបងប្អូនផងដែរចានាងខ្ញុំជួនសេម៉ៅក៏សូមជម្រាបសួរពុកម៉ែបងប្អូនផងដែរចានាងខ្ញុំសំម៉ាណាក៏សូមជម្រាបសួរពុកម៉ែបងប្អូនផងដែរចានាងខ្ញុំទួយស្រីលក្ខក៏សូមលើកដៃជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែរចាអរគុណច្រើននៃការគាំទ្របាទខ្ញុំបាទញ៉ាំសគុណបាទក៏សូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែរបាទសូមអរគុណបាទខ្ញុំបាទអេឡេចន្ទ្រាក៏សូមជម្រាបសួរទាំងអស់គ្នាផងដែរបាទខ្ញុំបាទយុទ្ធសាស្ត្រសូមជម្រាបសួរដល់ពុកម៉ែបងប្អូនផងដែរបាទខ្ញុំបាទវិជាវឌ្ឍនាក៏សូមជម្រាបសួរពុកម៉ែបងប្អូនផងដែរបាទហើយជាចុងក្រោយខ្ញុំបាទតំណាងក្រុមតារាតមាននិងតារារេមីក៏សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទចាសូមអរគុណលោកស្រីនាងកញ្ញាឃើញថាថ្ងៃនេះសម្លេងផ្ទះដៃនិងហូរកញ្ជ្រៀវពីបងប្អូនទស្សនិកជនដែលអញ្ជើញទស្សនាផ្ទាល់ច្រើនហេតុអីបានជាច្រើនដោយសារវត្តមានរបស់តារាកិត្តិយសយើងចាបរោះក៏ស្រស់សង្ហានារីក៏ស្រស់សាភាហើយមានច្រើនរូបអញ្ចឹងទៅបងប្អូនគាត់រំភើបនៅក្នុងចិត្តណាប្រកាសណានេះខ្ញុំគូសវល់ដែរបាទទោះបីជាបងប្អូនដែលជាតារាសម្ដែងតារាចម្រៀងនេះមិនបានជំរាបជូនឈ្មោះដល់ប្រិមិត្តទូរទស្សនិកជនក៏អស់លោកបានជ្រាបហើយស្គាល់យ៉ាងច្បាស់ទៀតមិនទេបាទមិននឹងបាទដូចជាបានជូនជ្រាបហើយក៏តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងពីកម្មវិធីស្តង់ថាតារាកិត្តិយសដល់ទៅ10រូបបាទហើយចង់ដឹងទេកញ្ញាសាណាសម្លៀកបំពាក់អញ្ចឹងមានការតុបតែងមិនទៅចំណាយពេលយ៉ាងម៉េចមើលទៅដូចជាសម្រិតសម្រាំងណាព្រឹកព្រៀងមែនទែនបាទព្រៀងស្រស់ស្អាតខ្លាំងណាស់ហើយពួកគាត់ទាំងអស់សុទ្ធតែជាតារាកំពុងពេញនិយមអញ្ចឹងហើយបានជាកម្មវិធីរបស់យើងអញ្ជើញពួកគាត់ឲ្យមកចាបង្ហាញខ្លួនជូនដល់លោកអ្នកជាពិសេសបង្ហាញនៅចារឿងរ៉ាវដែលតាក់ទងទៅនឹងវិថីសិល្បៈការខិតខំប្រឹងប្រែងហើយសំណួរជាដំបូងហ្នឹងដោយសារឃើញសម្លៀកបំពាក់ស្រស់ស្អាតទាំងព្រមតែម្ដងអាចជម្រាបបានទេការតុបតែងតាំងពីម៉ោងប្រហែលមកទៅនេះបាទចំណាយពេលប្រហែលប្រហែលដែរលោកឌីស្កូបាទសូមខាងគឺរៀបចំតាំងពីម៉ោង2កន្លះម៉ោង2កន្លះចាអូយបាទហើយក្នុងទម្រង់អីដែរបាទរចនាបថអីដែរឬក៏បាទបើនិយាយពីលក្ខណៈរចនាបថនោះគឺយើងមិនពិតប្រាកដទេព្រោះនៅថាជាលក្ខណៈច្នៃប្រឌិតដើម្បីដូចថាបញ្ចេញដល់ថាបងប្អូនបានមើលបានឃើញនៅសម្លៀកបំពាក់ស្រស់ស្អាតនេះគឺថាมันមានជាលក្ខណៈចេញពីប្រភពណាទេគឺថាយើងជាលក្ខណៈដែលច្នៃប្រឌិតច្នៃបាទធ្វើម៉េចឲ្យមានការតាក់ទាញពីសិល្បៈត្រូវតែអញ្ចឹងណាបាទអរគុណតាចាហើយសម្លៀកបំពាក់នេះបានការឧបត្ថម្ភពីខាងណាដែរទៅបាទសម្លៀកបំពាក់នេះហើយនឹងនិយាយទៅមកចប់នេះដោយសារខាងស្រីអូនប្រាសាទមាសគាត់ជួយផ្ដល់បាទច្រើនមែនតើដូច្នេះក៏សូមអរគុណផងដែរបាទហើយគួរចាប់អារម្មណ៍តិចស្លៀកពាក់តាំងពីម៉ោង2កន្លះឥឡូវម៉ោងបាទ7:07ហើយបាទប្រហែលម៉ោងហ្នឹងទ្រាំមិនទៅមានក៏បាននិយាយទៅមានការពិបាកដែរព្រោះអីយើងបាទតបតែងអញ្ចឹងវាដូចជាខុសប្លែកពីសម្លៀកបំពាក់ធម្មតាបាទដូច្នេះមានការតឹងមានការស្គៀបបន្តិចតួចតែទ្រាំបាទដើម្បីជាការបំពេញបំណងដែលនឹងចំណាប់អារម្មណ៍ក៏ដូចជាតាក់ទាញអារម្មណ៍ដល់បងប្អូនទស្សនិកជនផងដែរបាទតែនេះមិនមែនជាលើកទី1មែនទេបាទធ្លាប់បានសម្លៀកពាក់បែបនេះច្រើនដងហើយណាបាទច្រើនដល់ពេលថតតែកម្មវិធីរាត្រីកំសាន្តគឺជាលើកទី1ចាបងអស់ហើយសម្លៀកបំពាក់នេះបាទគឺជ្រើសរើសពណ៌សម្លៀកបំពាក់ហ្នឹងខុសប្លែកពីគ្នាបាទមិញហ្នឹងអត់មានចាប់ដៃគូរំអីមានដៃគូរៀងខ្លួនទេណាបាទដៃគូរៀងខ្លួនហើយហាត់ប្រហែលថ្ងៃប្រហែលខែដែរមិញហ្នឹងដូចជាប្លែកចម្រៀងនេះបើយើងហាត់មានលក្ខណៈយូរដែរបាទព្រោះអីយើងសហការគំនិតគ្នាដើម្បីរកក្បាច់ក៏ដូចជាសម្លៀកបំពាក់បាទអរគុណចាថ្ងៃនេះគឺតារាកិត្តិយសទាំងអស់ចំណាយពេលជាច្រើនម៉ោងនៅក្នុងការទាំងស្លៀកពាក់ទាំងការរៀបចំជូននៅប័ណ្ណចម្រៀងជូនលោកអ្នកអញ្ចឹងបងប្អូនកុំទាន់ណាឃ្លាតទៅណាឆ្ងាយពី CTN បន្តិចទៀតយើងនៅមានប័ណ្ណចម្រៀងជាច្រើនការរាំផ្ដល់ជូនដល់ពួកគាត់ហើយមានសំណួរជាបន្តទៀតសូមអនុញ្ញាតសួរនៅសកម្មភាពទូទៅនៅក្នុងវិថីសិល្បៈវិញម្ដងការវឹកហាត់ប្រចាំថ្ងៃមានគ្នាច្រើនអញ្ចឹងតើបែងចែកពេលវេលាយ៉ាងណាខ្លះហើយធ្វើអ្វីខ្លះទៅរាល់ថ្ងៃបាទនិយាយទៅយើងបែងចែកពេលវេលាដូចថាចាប់ពីម៉ោង9ព្រឹកបាទយើងញ៉ាំអាហារពេលព្រឹកហើយយើងត្រូវជួបជុំគ្នាហើយនៅផ្ទះម្ចាស់ផលិតកម្មបន្តតែម្ដងហើយគាត់ទទួលបាយថ្ងៃត្រង់
ហើយទៅពេលហាត់ហត់ចឹងទៅគាត់មានជាបង្អែមមានជាផ្លែឈើចឹងទៅបាទយើងសម្រាប់ទៅជួយឲ្យយើងហាត់បន្តទៀតបាទហើយសុំទោសសមាជិកក្នុងក្រុមមានតែ10នាក់ហ្នឹងទេឬក៏មានច្រើននាក់មាន12នាក់ប៉ុន្តែបាទ2នាក់ទៀតគាត់ជាប់រវល់បាទអូជាប់រវល់មានអីបន្ថែមពួកខ្ញុំ2នាក់ហ្នឹងទៅគឺជីវភាពប្រចាំថ្ងៃហ្នឹងស្នាខ្លាំងណាស់ដូចជាបងប្អូនអញ្ចឹងគឺរស់នៅក្រោមដំបូលផ្ទះតែមួយវឹកហាត់ជប់គ្នាស្ទើរតែរាល់ថ្ងៃហើយចង់ដឹងថានៅពេលដែលវឹកហាត់ហ្នឹងអ្នកណាបង្រៀនអ្នកណាដែរចាបាទនិយាយទៅគឺគំនិតរួមគំនិតរួមបាទជួនកាលខ្ញុំទៅជួនកាលលោកញ៉ាំសគុណគាត់ផ្ដល់គំនិតទៅបាទជួនកាលខាងបងអូនស្រីគាត់មានគំនិតយោបល់ខាងក្បាច់រាំរបស់គាត់ចឹងទៅបើខាងបរោះក្បាច់រាំខាងបរោះទៅហើយយើងក៏ជួយគ្នាទៅវិញទៅមកទៅបាទចាចុះរីឯការសម្ដែងវិញអាសាចេញញឹកញាប់ដែរទេបាទបើការសម្ដែងគឺសម្ដែងនៅក្នុងក្រុមតែម្ដងបាទហើយក៏សូមជម្រាបជូនដល់បណ្ដាផលិតកម្មនានាផងដែរគឺថាយើងខ្ញុំទាំងអស់គ្នាស្វាគមន៍នឹងបាទបម្រើការងារសិល្បៈជូនផលិតកម្មផ្សេងមិនថាប្រកាន់ថាក្រុមតារាតោមាសនិងតារារីមាសទេគឺថាឲ្យតែផលិតកម្មណាអញ្ជើញយើងខ្ញុំទៅសម្ដែងយើងខ្ញុំនឹងទៅទាំងអស់គ្នាបាទមិនថាទាំងអស់ទេពេញចិត្តអ្នកណាក៏បានដែរបាទចាអរគុណស្រាប់ពេលដែលលោកយូឌីស្កូចាប្រកាសជូនផលិតកម្មដទៃទៀតក៏ដូចជាលោកអ្នកដែលមានបំណងចង់បានពួកគាត់ទៅសម្ដែងអញ្ចឹងមានតែលោកជួយជម្រាបម្ដងទៀតទៅថាតើក្រុមអាចធ្វើអ្វីបានខ្លះជាពិសេសបាទជាពិសេសនោះគឺមោទនភាពចំពោះក្រុមតារាតោមាសនិងតារារីមាសបន្តិចចុះគឺយើងខ្ញុំចេះតាំងរបៀបលក្ខណៈប្រពៃណីខ្មែរបាទដូចជារបាំប្រជាប្រិយមានរបាំនេសាទរបាំគោះត្រឡោកបាទជិះទៅគឺថាច្រើនដែរវាយក្រាបវាអីមានច្រើនបាទហើយនឹងឯចង្វាក់បរទេសហ្នឹងក៏មានដែរដូច្នេះគឺថាគ្រប់រសជាតិនៃសិល្បៈគឺយើងខ្ញុំទាំងអស់គ្នាអាចបង្ហាញសមត្ថភាពជូនដល់បងប្អូនជាពិសេសបាទអភ័យទោសមរសាទៀតគឺថាបើសិនមកបងប្អូនមកចង់តំណាក់តម្រង់យើងខ្ញុំទាំងអស់គ្នាចូលរួមពិធីមង្គលការឬក៏ពិធីអីផ្សេងបាទសូមតំណាក់តំណងអត់បញ្ហាបាទអញ្ជើញទៅសម្ដែងទៅធ្វើពិធីករឬក៏ទៅបាញ់អញ្ជើញទៅពិធីករបានទៀតបាទកែបងបាទយើងដៃអាជីពវិញអញ្ចឹងកងតែមិញនឹងចាប់អារម្មណ៍មួយជំនាញសិល្បៈដែរមានការហាត់គឺថាបើមិនទៅឲ្យសម្ដែង action អីហក់ពីលើអីសម្ដែងអីបាទហ៊ានទេបាទបាទឲ្យតែផលិតកម្មនឹងគាត់មានការធានារ៉ាប់រងបាទមិនខ្លាចដាច់ខាតចាអរគុណច្រើនគឺថាលោកយូឌីស្កូប្រកាសជាគាត់ថាប្រកែណាខាងការជម្រាបជូនព័ត៌មានជូនដល់លោកអ្នកកបោះក្បាយមែនតើហើយឥឡូវនេះសូមអនុញ្ញាតជប់នៅតារាចាដល់ស្រស់សាភាខាងនេះវិញម្ដងចាជម្រាបជូននៅចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថាតើយល់អារម្មណ៍ថាយល់យ៉ាងណាដែរនៅពេលដែលបានខ្លាយខ្លួនទៅជាសមាជិកក្រុមចាសូមចេញកញ្ញាចាគឺថាអ្នកខ្ញុំបានចូលរួមនៅក្នុងជាសមាជិកចាស់ក្រុមរីមាសតោមាសអ្នកខ្ញុំមានអារម្មណ៍សប្បាយរីករាយចាអ្នកខ្ញុំធ្លាប់តែសម្ដែងចាខ្សែភាពយន្តនោះគឺដល់ពេលអ្នកខ្ញុំបានចូលខ្លួនបម្រើការងារជាមួយនឹងក្រុមរីមាសតោមាសជាចម្រៀងហើយជារាំក្បាច់រាំនោះគឺខ្ញុំមានអារម្មណ៍ថាសប្បាយដូចថាប្រៀបដូចយើងមានបងប្អូនបន្ថែមទៀតអញ្ចឹងចាអូបាទប្រហែលឆ្នាំហើយទាំងអស់គ្នាចាហើយនិយាយទៅប្រហែលជាមួយឆ្នាំជាង7ឆ្នាំហើយបាទឆ្នាំជាងហើយជិះបើមានមិត្តសិល្បករដទៃទៀតចាប់អារម្មណ៍ចង់ចូលជាសមាជិកក្រុមអីអនុញ្ញាតឲ្យចូលឬក៏យ៉ាងម៉េចដែរបាទអាហ្នឹងដូចថាមានខាងសិល្បករយើងគាត់មានចំណាប់អារម្មណ៍ដែរក៏ប៉ុន្តែខណៈដែលចាងបានផលិតកម្មគាត់តម្រូវតែ6គូអញ្ចឹងបាទអញ្ចឹងបាទដូចថាអភ័យទោសចំពោះសិល្បករប៉ុន្តែស្រឡាញ់ចូលចិត្តដូចគ្នាបាទអញ្ចឹងនាងខ្ញុំឲ្យលោកផានិតអស់សង្ឃឹមហីថាសូមថែមគូទៀតអរគុណចាអរគុណច្រើនលោកស្រីនាងកញ្ញាគឺថាមិញនេះបានចាជ្រាបយ៉ាងច្បាស់នៅការជម្រាបជូនព័ត៌មានរបស់ក្រុមរៃមាសតោមាសគួរឲ្យស្រឡាញ់ណាស់ហើយក៏ដូចជាមានមោទនភាពជូនដល់ពួកគាត់ដែលមានសមត្ថភាពដ៏ច្រើននៅក្នុងការបង្ហាញជូនលោកអ្នកនៅក្នុងវិថីសិល្បៈនៅវគ្គក្រោយៗពួកគាត់ប្រកាសជាមានបទចម្រៀងបង្ហាញជូនចាអរគុណមិញចាលោកអ្នកបានជួបនៅបទសម្ភាសន៍ការជជែកកម្សាន្តជាមួយនឹងក្រុមតារាកិត្តិយសរៃមាសនិងតោមាសដែលគាត់ផ្ដល់ជូននៅចាព័ត៌មានសំខាន់ល្អៗជាច្រើនណោះលោកបាទទាំងបទចម្រៀងទាំងការសម្ដែងសម្ដៅចាបាទដែលមានរឿងរ៉ាវដែលប្លែកពិសេសណាស់សម្រាប់ប្រទេសនេះជូនដល់ទស្សនិកជនមិនឲ្យទស្សនាគេថាដោយមិនទ្រាំទេប៉ុន្តែរឿងមួយដែលអន់ចិត្តបន្តិចហេតុអីទៅបាទអត់ស្វាគមន៍ពីអ្នកយើងចូលសមាជិកហ៎ចាអត់ឲ្យចូលណាក៏បកែរំបកែសម្ដែងបានទាំងអស់នាងបាទបកែញ៉ាំបកែគេង